ជំរាបសួរôngពូមីងព្រមទាំងបងប្អូនអរគ្នាផងដែរចាថ្ងៃហ្នឹងនិយាយអំពីរឿងរលូតកូនដោយសារបងប្អូនមួយចំនួនគាត់សួរអំពីការរលូតកូនគាត់7ខែគាត់ធ្លាក់ដូចថាធ្លាក់សលាយជាមួយឈាមសរសៃចាមូលហេតុមានច្រើនតែបើតាមនាងខ្ញុំដឹងគឺអ្នកខ្លះគឺគាត់មកពីគាត់ដូចថារួមភេទនៅពេលដែលយើងមានបត់ចឹងណាចឹងរួមភេទខ្លាំងទៅវាអាចប៉ះពាល់ទៅដល់មាត់ស្បូនវាធ្វើឲ្យរលាត់អីចឹងទៅចឹងឲ្យទៅធ្លាក់ឈាមមកជាមួយក៏មានហើយអ្នកខ្លះរលាកមាត់ស្បូនអីចឹងធ្វើឲ្យធ្លាក់មកអញ្ចឹងក៏មានហើយអ្នកខ្លះគាត់ដូចថាលើកអីវ៉ាន់ធ្ងន់លើកអីចឹង stress ច្រើនអីចឹងទៅក៏អាចមានធ្លាក់ឈាមអីចឹងខ្លះមកដែរចាមានបញ្ហាច្រើនដែរប៉ុន្តែបើតាមបទពិសោធន៍របស់នាងខ្ញុំធ្លាក់តិចចឹងអត់មានជាបញ្ហាអីទេប៉ុន្តែអ្វីដែលល្អគឺយើងត្រូវតែពិភាក្សាមួយមកគ្រូពេទ្យបើសិនជាយើងដូចថាចុកខ្លាំងឬក៏ឈាមធ្លាក់មកវអាហ្នឹងជាបញ្ហាខ្លះដូចថាហ្នឹងត្រូវតែមានមូលហេតុធ្ងន់អីចឹងប្រញាប់ទៅពេទ្យចាតិចក៏យើងទៅត្រូវទៅពេទ្យដែរជាការល្អចាបើសិនជាយើងនៅទុកភ័យព្រួយនៅក្នុងផ្ទះយើងអញ្ចឹងវាមិនល្អហើយបកតាដែលមនុស្សច្រើនដែលគាត់រលូតកូនគឺមានកតាអញ្ចឹងភាគច្រើនគឺចាប់ពី4ខែចុះក្រោមក្មេងៗដែរកំពុងតែលូតលាស់បងប្អូន4ខែចុះក្រោមក៏គាត់កំពុងតែលូតលាស់ដូចជាចាប់ពីនេះបេះដូងគ្រូក្បាលគាត់លូតលាស់គាត់ដោះដៃគាត់ដោះជើងកំពុងតែអភិវឌ្ឍប៉ុន្តែនៅពេលថ្ងៃណាមួយដូចថាយើងខ្វះជីវជាតិឲ្យគាត់ឬក៏ខ្វះអ្វីមួយយើងអត់ទៅដឹងក្នុងខ្លួនថាគាត់ខ្វះអីទេអញ្ចឹងហើយទើបការលូតលាស់គាត់វាអត់ទៅមុខទៀតអញ្ចឹងធ្វើឲ្យគាត់ហ្នឹងស្លាប់នៅក្នុងពោះអញ្ចឹងណាបងប្អូនអញ្ចឹងហើយបញ្ហាហ្នឹងអញ្ចឹងហើយមួយទៀតកូនដែលស្លាប់នៅក្នុងពោះអ្នកខ្លះគាត់ប្រាប់បបពិសោធន៍នាងខ្ញុំគាត់គឺគាត់អត់ឈឺពោះអត់អីប៉ុន្តែរបៀបដូចថាអត់មានរោគសញ្ញាធ្លាក់ឈាមធ្លាក់អីដូចផ្សេងឯងគាត់ស្លាប់នៅក្នុងពោះដោយសារចេះបេះដូងគាត់លែងដែរចាគាត់លែងដែរអញ្ចឹងគាត់ស្លាប់នៅក្នុងពោះហើយមូលហេតុមួយទៀតគឺបងប្អូនខ្លះគាត់ដុសសាច់នៅក្នុងស្បូនខ្លះទៅវាទូចទៅជំងឺក្មេងនឹងអាចលូតលាស់ទៅបន្តដំណើរទៅមុខទៀតបានអញ្ចឹងប៉ុន្តែខ្លះទៅគាត់ដុសសាច់នៅក្នុងស្បូននឹងធំដល់តែពេលធំទៅក្មេងវាលែងលូតលាស់ត្រូវការកន្លែងលូតលាស់អញ្ចឹងហើយអញ្ចឹងទៅវាអត់មានកន្លែងលូតលាស់ទៀតអញ្ចឹងហើយវាគាត់អាចនឹងស្លាប់ចាហើយអ្នកខ្លះទៀតគាត់ខ្សោយខ្លាំងពេកទៅធ្វើឲ្យដូចថារាងកាយគាត់ខ្សោយដល់ពេលអញ្ចឹងគាត់អាចទៅមើលថែកូននៅក្នុងពោះគាត់ដូចថាខ្វះជីវជាតិផ្ដល់ទៅឲ្យកូនក្នុងពោះឬក៏អញ្ចឹងបានគេថាមុននឹងយកបុត្រធីតាគឺត្រូវឲ្យមេដាបៃតាហ្នឹងគាត់មានកម្លាំងមាំមួនមានសុខភាពល្អទើបកូនយើងមានសុខភាពល្អដែរចាអញ្ចឹងហើយបានពេទ្យគេប្រាប់យើងថាមុននឹងយកកូនយើងត្រូវតែធ្វើម៉េចឲ្យពុកប៉ាម៉ាក់យើងត្រៀមឲ្យមានសុខភាពល្អទាំងសងខាងហូបអីល្អអញ្ចឹងហើយទើបកូនយើងសុខភាពល្អចាហើយអ្នកខ្លះទៀតគឺស្បូនគាត់មានសុខភាពល្អធម្មតាទេប៉ុន្តែស្បូនគាត់ខ្សោយតែម្ដងស្បូនគាត់ខ្សោយមកពីមូលហេតុអីដែរអាហ្នឹងខ្វះជីវជាតិមកពីគាត់ខ្វះជីវជាតិដែរទើបស្បូនគាត់ខ្សោយមិនមែនថាពេលខ្លះជីវជាតិវាអត់ផ្ដល់ទៅកន្លែងស្បូនខ្ញុំអត់ដឹងថាត្រូវការជីវជាតិអីខ្លះទេប៉ុន្តែស្បូនយើងគាត់ខ្វះជីវជាតិនៅកន្លែងស្បូនហ្នឹងអញ្ចឹងហើយទើបកូនហ្នឹងវាអត់អាចលូតលាស់បានល្អអញ្ចឹងហើយធ្វើឲ្យរលូតចាហើយមួយទៀតគឺគាត់ទើបតែពោះធំគាត់លើកធ្ងន់ទៅគាត់អាចរលូតអាហ្នឹងចាប់ពី4ខែចុះក្រោមហ្នឹងណាហើយមួយទៀតគឺគាត់ដូចថា stress ខ្លាំងពេកក៏អាចរលូតចាលាក់មានច្រើនទៅទៀតចាហ្នឹងហើយជាបញ្ហាដែរធ្វើឲ្យរលូតអញ្ចឹងណាបងប្អូនអញ្ចឹងហើយយើងពេលរលូតហើយបងប្អូនចាគឺយើងមិនត្រូវដូចថាអ្នកខ្លះគាត់រលូតហើយស្រាប់តែខែក្រោយគាត់ត្រូវមានបត់ទៀតអញ្ចឹងបងប្អូនក៏មិនសោះនៅពេលដែលយើងទើបតែរលូតកូនហើយអញ្ចឹងបងប្អូនយើងត្រូវតែរក្សាកម្រិតពី6ខែទៅ1ឆ្នាំដើម្បីឲ្យស្បូនយើងរឹងមាំហើយយើងនឹងថែរក្សាសុខភាពរបស់យើងណាបងប្អូនថែរក្សាសុខភាពយើងឲ្យរឹងមាំដោយសារហេតុអីនៅពេលដែលយើងរលូតកូនណាបងប្អូនគឺយើងដូចយើងឆ្លងទន្លេអញ្ចឹងហើយកន្លែងពេទ្យខ្លះគាត់ឲ្យយើងញ៉ាំថ្នាំពី2ទៅ3ថ្ងៃទៅ5ថ្ងៃដើម្បីមកកុំឲ្យឈឺចុកចាប់ឬអីចឹងណាហើយមួយទៀតគឺនៅពេលដែលយើងហើយអញ្ចឹងយើងរលូតកូនហើយយើងត្រូវតែញ៉ាំថ្នាំគ្រប់គ្រាប់ឈាមឬក៏ញ៉ាំកាល់ស្យូមបានច្រើនដើម្បីឲ្យឆ្អឹងយើងរឹងមាំឡើងវិញអញ្ចឹងណាបងប្អូននឹងដូចជាយើងរលូតពី3ខែទៅ6ខែគឺយើងត្រូវតែញ៉ាំដោយសារបងប្អូនជាបរិសុទ្ធមួយចំនួនគាត់គិតពីប្រពន្ធឯ
ឥឡូវក្មេងៗឥឡូវគាត់ចេះដឹងច្រើនរលូកូនគឺយើងដូចឆ្លងទន្លេយើងត្រូវតែគិតពីប្រពន្ធរបស់យើងឲ្យគាត់ហូបឲ្យបានគ្រប់គ្រាន់មើលថែសុខភាពគាត់ឲ្យថាគាត់រលូកូនហ្នឹងគាត់មានវិបត្តិផ្លូវចិត្តផងអញ្ចឹងណាបងប្អូនអញ្ចឹងហើយត្រូវការជំនួយពីស្វាមីច្រើនចាហើយរាងកាយហ្នឹងគឺដូចយើងអ្នកឆ្លងទន្លេអញ្ចឹងចាហើយមួយវិញទៀតអ្នកខ្លះគាត់រលូតតែយើងត្រូវធ្វើមិនគាត់សួរអញ្ចឹងណាដូចថាយើងត្រូវវះកាត់ត្រូវលើកថ្នាំឬក៏ឲ្យដូចថាតាមធម្មជាតិណារលូតកូនរលូតខ្លះវាតាមធម្មជាតិយើងនៅចាំវាអញ្ចឹងទៅក៏វារលូតដូចថាវាចេញមកក្រៅវាហូរឈាមហូរអីធ្លាក់មកដល់ខ្លួនឯងខ្លះទោះតែយើងហូបថ្នាំទៅទើបធ្លាក់មកហើយខ្លះទៀតយើងវះកាត់អញ្ចឹងហើយបានគេសួរទៅកាន់ពេទ្យថាអញ្ចឹងពេទ្យមានវិធីច្រើនណាស់ហេតុតើយកមួយណាល្អអញ្ចឹងលោកគ្រូពេទ្យក៏ថាយកខាងវះកាត់វះកាត់ហ្នឹងគឺដូចរបៀបយើងឆ្លងទន្លេអញ្ចឹងបងប្អូនយើងឆ្លងទន្លេយើងត្រូវធ្វើមិនគឺយើងធ្វើដូចយើងពេលឆ្លងទន្លេអញ្ចឹងបានស្ត្រីគាត់មានការនឿយហត់អញ្ចឹងណាហេតុអីបានជាជ្រើសយកការវះកាត់ដោយសារអញ្ចឹងលោកគ្រូពេទ្យគាត់ប្រាប់ថាបើសិនជាយើងលើបថ្នាំទៅវានៅសល់អាភាពរលីករលួយនៅក្នុងហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់មាតាពេកហើយបើតាមទុកឲ្យតាមធម្មជាតិទៅជួនកាលទៅនៅយូរខ្លាំងពេកទៅកូនហ្នឹងរលួយនៅក្នុងពោះធ្វើឲ្យប៉ះពាល់សុខភាពដល់មាតាបិតាមាតាអញ្ចឹងហើយវះកាត់គឺពេទ្យគេសម្អាតឲ្យយើងបានស្អាតជាងគេអញ្ចឹងជាងលើកថ្នាំអញ្ចឹងណាអញ្ចឹងហើយយើងត្រូវតែថែរក្សាខ្លួនយើងហូបចុកឲ្យបានគ្រប់គ្រាន់ចាខ្ញុំស្គាល់មួយបងប្អូនហ្នឹងគាត់ជនជាតិសារីលង្កាគាត់រៀបការស្វាមីមកអញ្ចឹងគាត់មានប្អូនមួយនៅកាណាដាប្អូនគាត់ហ្នឹងគឺស្បូនខ្សោយបងប្អូននៅពេលដែលគាត់ខំប្រឹងរក្សាកូនគាត់ទី1គឺរលូតទី2រលូតកូនទី3គាត់លែងចង់ឲ្យអញ្ចឹងទៀតគាត់ស្រឡាញ់ក្មេងអញ្ចឹងហើយវាចិត្តតែធ្លាក់ឈាមមកបន្តគ្នាប្រហោបន្តិចអញ្ចឹងហើយនៅខាងពេទ្យគេអត់ឲ្យយើងដែរបងប្អូនគឺគេឲ្យយើងនៅសម្រាប់នៅក្នុងមន្ទីរពេទ្យគឺឲ្យគេឲ្យយើងចុះនៅពេលមានម៉ោងមានអីគេអញ្ចឹងគាត់ប្រាប់ខ្ញុំណាហើយទៅគាត់ឲ្យសម្រាប់ទៀតពេទ្យគេមានថ្នាំមានអីការពិនិត្យការអីគេអញ្ចឹងណារហូតទៅដល់បាន5ខែ4ខែកូននឹងដូចថាមានសុខដូចថាដុសដៃដុសជើងមានភ្នែកមានច្រមុះគ្រប់គ្រាន់មានកាយសម្បត្តិគ្រប់គ្រាន់ហើយទៅពេទ្យឲ្យសម្រួលគាត់ទៅផ្ទះម្ដងធ្វើប៉ុន្តែអត់ឲ្យធ្វើការអីធ្ងន់ឬក៏រត់ឬក៏អីព្រោះស្បូនគាត់ខ្សោយអញ្ចឹងប៉ុន្តែឥឡូវកូនគាត់អាយុបាន4ឆ្នាំហើយចាអញ្ចឹងណាអ្នកដែលកប់ស្បូនខ្សោយហ្នឹងនៅប្រទេសដែលគេជឿនលឿនគេធ្វើអញ្ចឹងចាអរគុណហើយអរគុណបើមានចំណុចអីអាចសួរនាងខ្ញុំបានបើសិនជានាងខ្ញុំឆ្លើយបាននឹងឆ្លើយជូនបងប្អូនទាំងអស់គ្នាផងដែរចាបាយបាយ